self mastery មានច្រើនផ្នែកដែលយើងដាច់ខាតត្រូវតែ master ទីមួយយើងត្រូវតែ master ផ្នែក health របស់យើងអាចពឹងផ្អែកលើអ្នកជំនាញបានបាទដូចរាងកាយរបស់ខ្ញុំតាមក្បួនខ្ញុំត្រូវញ៉ាំទឹកក្នុងមួយថ្ងៃ2លីត្រកន្លះយោងតាមសេចក្តីត្រូវការដែលដោយសារតែខ្ញុំធ្វើការងារច្រើនករណីខ្លះខ្ញុំរៀនមួយយប់ពេញអត់បានគេងជួនកាលខ្ញុំញ៉ាំ6លីត្រព្រោះនៅពេលដែលយើងខ្វះជាតិទឹកមានអារម្មណ៍កើតឡើងហើយខ្សោះខ្លួនស្វាំងភ្នែកអីគ្រប់សពបែបយ៉ាងអញ្ចឹងយើងត្រូវខ្លាចជា master លើរាងកាយខ្លួនឯង be an expert សម្រាប់រាងកាយខ្លួនឯងតទៅទៀតផ្នែក psychology ផ្នែកចិត្តវិធីសាស្ត្រក្នុងការគិតបន្តមកទៀតតទៅផ្នែកអារម្មណ៍តទៅទៀតតទៅជាមួយតំណែងតំណងគ្រួសារព្រោះទាំងអស់នឹងមានលក្ខណៈពិសេសផ្សេងគ្នាតទៅមកទៀតតទៅជាមួយនឹងការធ្វើការងារជាក្រុម